សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងខ្ញុំធ្វើវីដេអូមួយស្ដីអំពីស្វាយមុននឹងយើងចាក់អុកម៉ូនគឺយើងត្រូវបាញ់បញ្ចេញត្រួយជាមុនសិនបាទនេះគឺជារូបភាពដែលបងប្អូនបានឃើញហើយដើមស្វាយប្រភេទនេះគឺមុនដែលយើងចាក់អុកម៉ូនយើងត្រូវបាញ់បញ្ចេញត្រួយជាមុនសិនហើយនៅក្នុងការបាញ់បញ្ចេញត្រួយនឹងគឺធ្វើយ៉ាងម៉េចដើម្បីឲ្យត្រួយនឹងក្នុងមួយដើមចេញបាន60ចេញបាន80ទៅ90% សិនចាំយើងចាក់អុកម៉ូនឬក៏ចាក់ប្រក្លបើមិនចឹងទេនៅពេលដែលយើងបាញ់បញ្ចេញផ្កានោះផ្កាមិនចេញបានល្អទេបាទកាលណាមានត្រួយប្រភេទនេះគេហៅថាត្រួយខ្វាក់មាន់បងប្អូនមានត្រួយប្រភេទនឹងច្រើនហើយយើងចាក់អុកម៉ូននៅពេលដែលយើងបាញ់ទាញត្រួយគឺទាញសំទោសនៅពេលដែលយើងបាញ់ទាញផ្កាគឺវាអត់ចេញទេបាទអញ្ចឹងវាចេញតែត្រួយណាដែលជាត្រួយថ្មីហើយបើលក្ខខណ្ឌដែលវាចេញត្រួយខ្វាក់មាន់នេះក៏វាចេញបានចំនួនតិចដែរបងប្អូនចឹងហើយកសិករត្រូវបញ្ចេញត្រួយជាមុនសិនដើម្បីនឹងចាក់អុកម៉ូនបាទហើយលក្ខខណ្ឌដែលយើងត្រូវបាញ់បញ្ចេញត្រួយគឺទី1យើងមើលអាកាសធាតុនៅវាក្តៅបាទថ្ងៃវាក្តៅបាទឬក៏គេហៅថាមានពន្លឺគ្រប់គ្រាន់ទី2ចំពោះដីវិញគឺដីវាសើមមានសំណើមនៅក្នុងចម្ការបើដីនោះអត់សូវមានសំណើមគ្រប់គ្រាន់ឬក៏ដីស្ងួតការបាញ់បញ្ចេញត្រួយនោះគឺបញ្ចេញអត់បានល្អទេជួនកាលនៅពេលដែលដុះប្រឡូកពកចេះបងប្អូនប្រឡូកពកប្រភេទនេះនៅពេលដែលដុះហើយដោយសារដីនឹងវាស្ងួតពេកហើយនឹងវាក្តៅពេកវាធ្វើឲ្យពន្លកដែលដុះនេះគឺស្វិតទៅវិញបាទហើយនៅក្នុងការប្រើតាមបច្ចេកទេសផ្សេងគ្នាបាទអ្នកខ្លះគេប្រើថៃអូយូរ៉ា2គីឡូជាមួយនឹងកាណូបា2គីឡូហើយអ្នកខ្លះទៀតឬក៏កសិករខ្លះទៀតគេប្រើថៃអូយូរ៉ា2ជាមួយនឹងជីអ៊ុយរ៉េ2គីឡូខ្លះគេប្រើថៃអូយូរ៉ា5គីឡូជីអ៊ុយរ៉េ5គីឡូទៅតាមអ្វីដែលកសិករធ្លាប់បានប្រើបាទនៅពេលបាញ់នេះសង្កេតឃើញថាគឺត្រូវបាញ់ឲ្យសពទាំងអស់បាទមានន័យថាបាញ់ទាំងខាងក្នុងបាញ់ទាំងខាងក្រៅឲ្យសពដើម្បីជួយជំរុញត្រួយឲ្យចេញហើយធ្វើស្លឹកនេះឲ្យធ្លាក់កាលណាត្រួយថ្មីចេញគឺមានន័យថាស្លឹកចាស់គឺចាប់ផ្ដើមទុំហើយបាទអរគុណចំពោះបងប្អូនដែលបានទស្សនានៅវីដេអូរបស់យើងខ្ញុំគឺបញ្ចេញត្រួយមុននឹងចាក់អុកម៉ូនបាទបញ្ចេញត្រួយឲ្យបាន80ទៅ90% មុននឹងចាក់អុកម៉ូនទៅបាញ់បញ្ចេញផ្កាបានផ្កាល្អបាទសូមអរគុណសូមជម្រាបលាបាទ